in the era of Philadelphia, many movements the Lord raised them up. ដូចជានៅក្នុងចលនាជាច្រើននៅក្នុងចលនា Philadelphia គឺព្រះអង្គបានស្ដារឡើងវិញនៅឲ្យមានចលនាជាច្រើននៅក្នុងផ្លូវមួយហ្នឹង They have one common point. They are restore the truth of the church. ហើយចំណុចដែលរួមដែលមានលក្ខណៈដូចគ្នាគឺសុទ្ធតែជាការស្ដារឡើងវិញនូវសេចក្តីពិត But why? Why there are some movement? Why it's not just one movement? ជាងយើងឆ្លងថាហេតុអីវាជាមានចលនាស្ដារឡើងវិញជាច្រើនប៉ុន្តែមិនមែនចលនាស្ដារឡើងវិញតែមួយ Then we need to understand another term, commission. ជាងយើងត្រូវតែយល់ពីពាក្យមួយគ្នាទៀតដែលគេហៅថាបេសកកម្ម Now I invite Brother Panya, you read these Bible scriptures for us. ម៉ាថាយជំពូកទី28ខ19ដល់20ដូច្នេះអ្នករាល់គ្នាចេញទៅធ្វើឲ្យប្រជាជាតិទាំងអស់ទៅជាសិស្សទាំងធ្វើពិធីជ្រមុជទឹកឲ្យពួកគេក្នុងព្រះនាមរបស់ព្រះបិតាព្រះបុត្រានិងព្រះវិញ្ញាណដ៏វិសុទ្ធហើយបង្រៀនពួកគេឲ្យកាន់តាមសេចក្តីទាំងអស់ដែលខ្ញុំបានបង្គាប់អ្នករាល់គ្នាមើលខ្ញុំនៅជាមួយអ្នករាល់គ្នាគ្រប់ពេលរហូតដល់ចុងបញ្ចប់នៃពិភពលោក Ogun. According to these Bible scriptures, we know that in the originally, the Lord, He have commissioned all the Christians take part in this commission. ចឹងតាមរយៈព្រះគម្ពីរយើងថាគឺនៅពេលហ្នឹងគឺព្រះអង្គបានដាក់បេសកកម្មឲ្យគ្រិស្តបរិស័ទទាំងអស់ដើម្បីធ្វើកិច្ចការហ្នឹង This commission is for all nations, all the disciples. ហើយបេសកកម្មមួយហ្នឹងដែរគឺទៅកាន់គ្រប់ជាសាសទាំងអស់ហើយទៅកាន់សិស្សរបស់ព្រះអង្គទាំងអស់ដែរ And the commandments in these commissions is we should keep all the teaching that the Lord gave to the apostles. ហើយក្រឹតវិន័យដែលនៅក្នុងបេសកកម្មដែលព្រះអង្គបានផ្ដល់ឲ្យនឹងដែរគឺព្រះអង្គឲ្យពួកគេកាន់ភ្ជាប់នៅសេចក្តីបង្រៀនទាំងអស់ But if some brothers and sisters they have not keep all the truth, they just choose some truth to keep, they are disqualified. បើសិនជាមានបងប្អូនណាដែលគាត់អត់បានរក្សាទុកនៅសេចក្តីពិតទាំងអស់ឬក៏សេចក្តីបង្រៀនទាំងអស់គាត់រក្សាតែសេចក្តីបង្រៀនមួយចំនួនគឺមានថាគាត់អត់បានធ្វើតាមអីដែលស្របបំណងរបស់ព្រះអង្គទេ So that the Lord, He commissioned some brothers and sisters restart to keep all the truth again. ដូច្នេះបានជាព្រះអង្គឲ្យបងប្អូនផ្សេងទៀតដែលគាត់អាចស្ដារនៅសេចក្តីពិតទាំងអស់ឡើងវិញ Like as this is the game of relay race. ដូចជាយើងឃើញថានេះគឺជាកីឡាមួយដែលគេរត់ Some brothers and sisters they took the bar to run first. គឺនៅក្នុងកីឡាមួយនេះយើងមានមនុស្សម្នាក់ឬក៏មានបងប្អូនម្នាក់ដែលគាត់យកអាដុំមួយហ្នឹងគាត់កាន់ហើយគាត់រត់ទៅមុនសិន But in this game, the very important point is all the people, when they take part, they should keep the bar, hold the bar. ប៉ុន្តែនៅក្នុងកីឡាមួយនេះអីដែលសំខាន់បំផុតគឺនៅពេលដែលគាត់រត់គាត់ត្រូវតែយកកាន់ជាប់នៅដុំដែលហុចតគ្នាមួយហ្នឹង I use this bar to represent to the commandments in this commission. ហើយគាត់ប្រើប្រាស់ដុំដែលគេបញ្ជូនតគ្នាមួយហ្នឹងតំណាងឲ្យក្រឹតវិន័យដែលព្រះអង្គបានឲ្យមក The Lord, He have given this bar to all Christians in all eras. ព្រះអង្គបានដល់នៅក្រឹតវិន័យមួយហ្នឹងឬក៏ដុំមួយហ្នឹងទៅកាន់គ្រិស្តបរិស័ទទាំងអស់នៅក្នុងគ្រប់សម័យកាលទាំងអស់ But some they lost their bar. ប៉ុន្តែអ្នកខ្លះគាត់ធ្វើឲ្យបាត់
នៅដុំមួយហ្នឹង Some they are stumbled, ហើយ fall អ្នក down, គាត់ក៏បានដួល and some they give up. ហើយអ្នកខ្លះទៀតគាត់ក៏បានបោះបង់ចោល In the history, we know about this. ដូច្នេះហើយនៅក្នុងប្រវត្តិសាស្ត្រយើងដឹងពីចរិតទាំងអស់នោះ In the era of Smyrna, many truths be lost by the persecution. នៅក្នុងសម័យកាលស្មឺណាគឺមានសេចក្តីពិតជាច្រើនដែលបាត់បង់ដោយសារតែការបៀតបៀន At that time, many brothers and sisters, many church leaders, they are arrested in jail or be persecuted to die. Many brothers and sisters, they can teach, but they cannot teach. នៅពេលហ្នឹងគឺមានបងប្អូនដែលគាត់ជាអ្នកដឹកនាំបងប្អូនដទៃទៀតត្រូវបានគេចាប់ដាក់គុកអ្នកខ្លះទៀតគាត់អាចបង្រៀនដែរតែគាត់អត់អាចដោយសារតែនៅពេលហ្នឹងគេបៀតបៀនអញ្ចឹងទៅគាត់អត់អាចបង្រៀនដល់បងប្អូនដទៃទៀតបាន And in the era of Pergamos, many truths be lost by the situations that the church get worse. ហើយនៅក្នុងសម័យកាលគឺកមុសដែរគឺយើងបាត់បង់សេចក្តីពិតមួយចំនួនដោយសារតែលក្ខណៈឬក៏ស្ថានភាពនៃក្រុមជំនុំនៅពេលហ្នឹងកាន់តែយ៉ាប់យ៉ឺនទៅ Because at that time, many people, they want to gain the benefit by Christians so that the situation of the church get worse. ដោយសារតែមានមនុស្សមួយចំនួនដែលគាត់ចង់ទទួលបាននៅផលប្រយោជន៍ដែលមកពីការដែលគាត់ជាគ្រីស្ទបរិស័ទដែលធ្វើឲ្យពេលហ្នឹងក្រុមជំនុំហ្នឹងកាន់តែយ៉ាប់យ៉ឺនទៅ And some truth or many truth be lost by the corruption in the Roman Catholic Church. ហើយក៏មានសេចក្តីពិតជាច្រើនបាត់បង់ដោយសារតែអំពើពុករលួយរបស់និកាយកាតូលិក And the Lord raised up many brothers and sisters, took up the bar again. ហើយព្រះអង្គក៏បានឲ្យមានបងប្អូនជាច្រើនដែលឲ្យគាត់រើសយកបំពង់មួយនឹងឡើងវិញ But in the era of Ceres, some brothers and sisters truly they took up, but too early they fall down. ជាការពិតណាស់ក៏មានបងប្អូនមួយចំនួនដែលគាត់បានយកបំពង់នឹងឡើងវិញប៉ុន្តែគាត់ក៏បានដួលទៅវិញយ៉ាងឆាប់រហ័ស Now they are not hold the commandments of the commission. They hold the tradition of their denominations. ហើយនៅសម័យនេះគឺពួកគាត់លែងក្តោបក្តាប់កាន់ជាប់នឹងដៃនៅក្រឹតនៃរបស់ព្រះអង្គទៀតហើយប៉ុន្តែគាត់បែរជាកាន់ជាប់នៅទំនៀមទម្លាប់ដូចជាប្រពៃណីទៅវិញ And in the era of Philadelphia, some movement, some brothers and sisters, they took up the bar again. ហើយនៅក្នុងសម័យ Philadelphia ដែរគឺមានបងប្អូនជាច្រើនដែលគាត់បានយកបំពង់នឹងឡើងវិញ But some movements, they already cooled down, slow down or stop. ប៉ុន្តែក៏មានចលនារើបម្រាស់មួយចំនួនដែលពួកគាត់បានឈប់ទៅវិញ Brothers and sisters, we are the last movement, the only movement on the path of Philadelphia. បងប្អូនទាំងគ្នាយើងគឺជាចលនារើបម្រាស់ចុងក្រោយដែលជាចលនារើបម្រាស់របស់ Philadelphia We want to have the revival. ហើយយើងចង់ឲ្យមានការស្ដារឡើងវិញ We want to build the church. យើងចង់កសាងក្រុមជំនុំ We want to back to the Bible. ហើយយើងចង់ត្រឡប់ទៅរកព្រះគម្ពីរឡើងវិញ And we are welcome many brothers and sisters join with us together. យើងក៏ស្វាគមន៍បងប្អូនដទៃទៀតឲ្យចូលរួមជាមួយយើងជាមួយគ្នាដែរ Some movements, they gave up. មានចលនារើបម្រាស់មួយចំនួនដែលពួកគាត់បានបោះបង់ចោល Brothers and sisters never turn back.
បងប្អូនទាំងអស់គ្នាជួយយើងទាំងអស់គ្នាកុំត្រឡប់ក្រោយវិញ And the era of Laodicea, they are disqualified to take up the bar. ហើយនៅក្នុងសម័យរបស់ឡាវឌីសេដែរគឺគាត់អត់ស័ក្តិសមនឹងយកបំពង់នោះឡើងនោះឡើយ because they focus on the materials more than the voice from the Lord. គាត់បានដកសិតចេញគឺដោយសារតែគាត់ផ្ដោតទៅលើតែសម្ភារៈនិយមខាងក្រៅលើសព្រះបន្ទូលរបស់ព្រះអង្គ So that you and I, we are very important in the purpose of God. ដូច្នេះយើងទាំងអស់គ្នាម្នាក់ៗគឺពិតជាសំខាន់សម្រាប់គោលបំណងរបស់ព្រះអង្គ Like as the relay race, some they lost their bar so that they finished their course. ចឹងដូចនៅក្នុងផ្លូវដែលគាត់កំពុងតែរត់ទៅហ្នឹងអ្នកខ្លះគាត់បានបាត់បំពង់ហ្នឹង And the Lord raised up and other brothers and sisters be a movement to take the bar again. ដូច្នេះបានជាព្រះអង្គឲ្យបងប្អូនមួយចំនួនឲ្យគាត់មានចលនាស្ដារឡើងវិញដើម្បីគាត់អាចយកបំពង់ហ្នឹងឡើងវិញ But they also cannot keep going on. ប៉ុន្តែអ្នកខ្លះទៀតក៏គាត់នៅតែអាចបន្តទៅមុខបាន Nowadays, we took the bar of the commissions. ហើយនៅសម័យនេះដែរគឺយើងទាំងអស់គ្នាជាអ្នកដែលយកបំពង់នៃក្រឹតវិន័យរបស់ព្រះអង្គមួយហ្នឹង Don't lose the bar on your hand. ចឹងជួយយើងទាំងអស់គ្នាក្របឲ្យជាប់កុំឲ្យបាត់បំពង់នៃក្រឹតវិន័យហ្នឹងចេញពីដៃរបស់យើងឡើយ Let's hold it fast and finish our course. ជួយយើងទាំងអស់គ្នាក្របឲ្យជាប់ហើយជួយយើងទាំងអស់គ្នារត់ដល់ទីដៅរបស់យើង Brothers and sisters, this is the reason that why many brothers and sisters, they came from Hong Kong, came from overseas to Cambodia. បងប្អូនទាំងអស់គ្នានេះគឺជាមូលហេតុដែលបងប្អូនយើងមួយចំនួនគាត់មកពីហុងកុងមកពីប្រទេសដទៃទៀតដើម្បីមកទៅខ្មែរយើង Maybe some of you believed in the Lord is not among us before in the past. ហើយជាបងប្អូនមួយចំនួនជឿលើព្រះអង្គគឺអត់បានជឿលើព្រះអង្គនៅក្នុងចំណោមបងប្អូនយើងពីមុននេះ But because of the personal love from the Lord brought you, we can gather together in this movement. ប៉ុន្តែដោយសារតែស្ដីស្រឡាញ់ផ្ទាល់ខ្លួនដែលព្រះអង្គមានចំពោះបងប្អូនក៏បានដឹកនាំបងប្អូនឲ្យចូលរួមនៅក្នុងចលនាមួយនេះជាមួយគ្នា Our arrangements, our way are different from many churches and denominations. ហើយជាផ្លូវរបស់យើងការរៀបចំរបស់យើងគឺមានលក្ខណៈខុសគ្នាពីនិកាយផ្សេងៗទៀត But the Lord, He gathered us together. ប៉ុន្តែព្រះអង្គបាននាំយើងមកចូលរួមជាមួយគ្នា We share how to join here and experience God. យើងចែកម្លែកពីរបៀបដែលចូលទៅជិតព្រះអង្គហើយមានបទពិសោធន៍ជាមួយនឹងព្រះអង្គ And we share the truth to you all. ហើយពួកគាត់ក៏បានចែកម្លែកនូវសេចក្តីពិតមកកាន់យើងទាំងអស់គ្នាដែរ We are sharing many very important things related to how to build the church after the lost heart. ហើយគាត់ក៏បានចែកម្លែកនៅចំណុចសំខាន់ជាច្រើនដែលពាក់ព័ន្ធជាមួយនឹងការដែលយើងអាចកសាងក្រុមជំនុំដែលស្របតាមបំណងព្រះហឫទ័យរបស់ព្រះអង្គ In this movement and in this commission, our hearts gather together. នៅក្នុងចលនារឿងបំណងមួយនេះចិត្តរបស់យើងទាំងអស់គ្នាអាចរួមគ្នាតែមួយ We experience the touching and the presence of God. យើងមានបទពិសោធន៍ជាមួយនឹងការប៉ះពាល់ចិត្តហើយនឹងប្រវត្តិមានដែលមកពីព្រះអង្គ There are many people in Cambodia. Why we will meet together
and gather together? មានមនុស្សជាច្រើននៅក្នុងប្រទេសកម្ពុជាប៉ុន្តែហេតុអីបានជាយើងចូលរួមជាមួយគ្នា Because the Lord, He has the very beautiful plan for your life. ដោយសារតែព្រះអង្គមានផែនការដ៏ស្រស់ស្អាតសម្រាប់ជីវិតរបស់យើងម្នាក់ៗ Brothers and sisters, I suggest in this week, you read Revelation chapter 3, verse 7 and to 12. Let's understand and receive this commission and walk on this path of Philadelphia. បងប្អូនទាំងគ្នានៅក្នុងសប្តាហ៍នេះក៏លើកទឹកចិត្តឲ្យយើងទាំងគ្នាអានព្រះគម្ពីរវិវរណៈចំពុកទី3ខទី7រហូតដល់ខទី12 រហូតដល់ខទី13 Let's understand and take the path of the commission from the Lord. ជួយយើងទាំងគ្នាអាចយល់ហើយអាចកាន់ជាប់នៅបំពង់នៃក្រឹតវិន័យរបស់ព្រះអង្គ If we have the same vision, we have the same direction, have the same motivation, we go together. Wow, this is our blessings from the Lord and in this movement. បើសិនជាយើងចូលរួមជាមួយគ្នានៅក្នុងការជំរុញទឹកចិត្តតែមួយក្នុងទិសដៅតែមួយនេះគឺជាព្រះពរសម្រាប់យើងទាំងគ្នា Let's treasure our lives. ជួយយើងទាំងគ្នាឲ្យតម្លៃជីវិតរបស់យើង Let's treasure the purpose of God. ហើយជួយយើងទាំងគ្នាឲ្យតម្លៃគោលបំណងរបស់ព្រះអង្គ In our lives, already have some movements they gave up or stop. នៅក្នុងជីវិតរបស់យើងឃើញថាមានចលនារឿងរ៉ាវមួយចំនួនដែលពួកគាត់បានចាប់ដើមហើយពួកគាត់ក៏បានបញ្ឈប់ទៅវិញ I repeat, we are the last and the only movement allowed. ចឹងគាត់ចង់រំលឹកយើងទាំងអស់គ្នាម្ដងទៀតថាយើងទាំងអស់គ្នាគឺជាចលនារឿងបំរាស់ចុងក្រោយហើយក៏ជាចលនារឿងបំរាស់ដែលស្របតាមផ្លូវរបស់ព្រះអង្គតែមួយគត់ Let's after his heart to finish our course. ជួយយើងទាំងអស់គ្នាបំពេញតាមបំណងប្រហាតីរបស់ព្រះអង្គដើម្បីបញ្ចប់ការងាររបស់យើង And the explanation in Revelation chapter 3, maybe I will share and explain in next week. ហើយសប្តាហ៍ក្រោយគាត់នឹងចែករំលែកនឹងបញ្យល់មកកាន់យើងទាំងអស់គ្នាពាក់ព័ន្ធជាមួយនឹងវិវរណៈចំពោះទី3នឹងបន្ថែមទៀត Now let's in the groups to share, then we pray in the groups. ឥឡូវយើងចាត់ទៅជាក្រុមតូចដើម្បីយើងចែករំលែកហើយយើងទាំងអស់គ្នាអាចអធិដ្ឋានជាក្រុមតូចដែរ